ខកខ្លួនជនសង្ស័យ2នាក់ក្នុងចំណោមបកពួក3នាក់ដែលកំពុងធ្វើសកម្មភាពឆក់ទូរស័ព្ទពីក្មេងកំពុងដេកលេងទូរស័ព្ទក្នុងអង្រឹងនៅខណ្ឌពោធិ៍សែនជ័យដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមសេនីយ៍ឯកជួននរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញនៅថ្ងៃទី20ខែវិច្ឆិកាឆ្នាំ2025កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យនិងខណ្ឌព្រែកភ្នៅបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ2នាក់ក្នុងចំណោមបកពួក3នាក់នៅចំណុចផ្លូវបេតុងស្ថិតនៅក្នុងភូមិខ្មែរលើសង្កាត់កោរកាខណ្ឌព្រែកភ្នៅពាក់ព័ន្ធនឹងករណីឆក់ទូរស័ព្ទពីក្មេងកំពុងដេកលេងទូរស័ព្ទនៅលើអង្រឹងកាលពីថ្ងៃទី18ខែវិច្ឆិកាឆ្នាំ2025នៅចំណុចផ្លូវបេតុងស្ថិតនៅក្នុងភូមិតិខបញ្ញោសង្កាត់សំរោងក្រមខណ្ឌពោធិ៍សែនជ័យផុតខ្លួនជនសង្ស័យចំនួន2នាក់ទី1ឈ្មោះអង្គសុជាតិភេទប្រុសទី2ឈ្មោះធឿនប្រុសស្រួយភេទប្រុសបច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងការិយាល័យកសាងសំណុំរឿងចាត់ការតាមនីតិវិធីចំណែកឯបកពួកនៅសេសសល់សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនអត្ថបទ2ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ